សួស្តីអ្នកនរគ្នាខ្ញុំបានវិទូថ្ងៃនេះដែរខ្ញុំចង់មកនិយាយបន្តិចទាក់ទងទៅនឹង feature មួយនៅលើ AirPods Pro 3ដែលមានឈ្មោះថា Head Gesture feature នេះគឺអនុញ្ញាតឲ្យលោកអ្នកលើកខដែលគ្រាន់តែងក់ក្បាលបិទខដោយគ្រាន់តែកវីក្បាលឬក៏ចរានចោល notification ផ្សេងៗដែល pop up នៅពេលដែលលោកអ្នកកំពុងតែរវល់ឬមួយក៏ជាប់ដៃជាដើមអញ្ចឹងតោះកុំឲ្យខាតពេលយូរមកមើលពីរបៀបប្រើប្រាស់ទាំងអស់គ្នាអញ្ចឹងដើម្បីប្រើប្រាស់ feature head gesture ជាដំបូងលោកអ្នកចូលទៅក្នុង setting រួចអស់មកក្រោមស្វែងរកពាក្យថា Apple Intelligence និង Siri លោកអ្នកត្រូវ turn on Apple Intelligence រួចអស់មកក្រោមរកពាក្យថា announce call លោកអ្នកត្រូវ tick ទៅលើ headphone only ឬមួយក៏ always ក៏បានដែររួចលោកអ្នកចេញមកក្រៅស្វែងរក AirPods របស់លោកអ្នកហើយអស់មកក្រោមស្វែងរកពាក្យថា head gesture រួចចូលទៅ head gesture ហើយលោកអ្នកត្រូវតែ turn on លោកអ្នកគ្រាន់តែងក់ក្បាលដើម្បីទទួល call ឬមួយក៏ reply ទៅ message ហើយលោកអ្នកក៏អាចកវីក្បាលឆ្វេងស្ដាំដើម្បី dismiss notification ឬមួយក៏ reject call ផងដែរ